រឿងភ្នំប្រុសភ្នំស្រីបើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាមតាមផ្លូវជាតិលេខ7ទៅដល់គោលគីឡូម៉ែត្រទី116ហើយចោលភេនឹកទៅទិសឦសានដែលនៅខាងឆេះវងដៃចម្ងាយពីថ្នល់ជាតិទៅប្រមាណ1គីឡូម៉ែត្រយើងនឹងឃើញភ្នំពីរនៅទន្ទឹមគ្នាមួយនៅខាងកើតខ្ពស់មួយនៅខាងលិចទាបភ្នំខ្ពស់ឈ្មោះភ្នំស្រីឯភ្នំទាបឈ្មោះភ្នំប្រុសរឿងព្រេងប្រចាំភ្នំនេះមានដូចទៅកាលពីព្រេងនាយមានសេកស្រីមួយព្រះអង្គព្រះនាមស្រីអយុធ្យាសោយរាជនៅនគរខេមមកដោយព្រះនាងជាសេកសោយរាជគ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយម្ល៉េះហើយព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទីកប់ព្រះតីមកធ្វើជាព្រះស្វាមីវិញហើយដោយហេតុព្រះរាជិនីស្រីអយុធ្យាដណ្ដឹងប្រុសជាព្រះស្វាមីដូច្នោះស្រីដែលនៅក្រោមព្រះរាជោវាទក៏ដណ្ដឹងប្រុសធ្វើជាស្វាមីតាមដែរក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ទៅរកដណ្ដឹងប្រុសគេនាំគ្នាប្រកែកមិនយកគេរើសតែស្រីមានរូបល្អទើបយកធ្វើជាភរិយាធ្វើដូច្នេះអស់មួយរាជសេកស្រីនេះលុះមកដល់រាជសេកក្រោយទៀតពួកស្រីជំនុំគ្នាថាឥឡូវនេះដូចជាមិនសមសោះខ្លួនយើងជាស្រីហើយដើរដណ្ដឹងប្រុសធ្វើជាប្តីដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នល់ជាមួយនឹងពួកប្រុសគឺប្រុសលើកដីធ្វើជាភ្នំមួយយើងស្រីធ្វើជាភ្នំមួយភ្នល់គ្នាបើប្រុសចាញ់យើងត្រូវឲ្យប្រុសដណ្ដឹងយើងជាស្រីវិញលុះគិតដូច្នេះហើយក៏នាំគ្នាទៅបួលពួកប្រុសធ្វើភ្នំចុះសន្យាភ្នាល់គ្នាដូចពោលមកហើយគេក៏បានចាត់មេកំណែងកេណ្ឌមនុស្សស្រីឲ្យបានច្រើនខាងប្រុសមានមេកំណែងខាងប្រុសដើរកេណ្ឌខាងស្រីមានមេកំណែងខាងស្រីដើរកេណ្ឌលុះកេណ្ឌបានគ្នាច្រើនគ្រប់ចំនួនខាងប្រុសខាងស្រីរួចហើយក៏និយាយនឹងគ្នាថាយើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះទើបឈប់ទាំងអស់គ្នាបើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេគិតព្រមគ្នាដូចចេះនេះហើយក៏នាំគ្នាជញ្ជូនដីរែកទូតាមធម្មភាពរៀងខ្លួនទៅពេលនោះជាពេលរាត្រីពួកស្រីមានប្រាជ្ញាជញ្ជូនដីអស់វេលា3-4ម៉ោងក៏នាំគ្នាបង្អួតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងឥសានភ្នំពួកប្រុសក្រឡកមើលទៅលើឃើញគោមដែលស្រីបង្អួតនឹងឫស្សីមួយដើមនោះស្មានថាផ្កាយព្រឹករះក៏បួលគ្នាឈប់ធ្វើការនាំគ្នានិន្ទាលក់អស់ទៅគ្មានសមម្នាក់ពួកស្រីក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនតែនទើបឈប់ដល់មន់រងាវកើតប្រុសភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថាយើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកមែនតែនទើបតែនឹងរះសោះហើយនាំគ្នាក្រឡកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចាញ់ក៏ស្រីតាំងពីកាលនោះមកប្រុសក៏ដណ្ដឹងស្រីធ្វើជាភរិយាដរាបដល់សព្វថៃអង្គនេះ